សូមធ្វើការ unboxing ជាមួយនឹងប្រភេទម៉ាស៊ីនរាប់លុយចំនួនថ្មីមួយគ្រឿងទៀតហើយជូនអតិថិជនជាទីស្រឡាញ់ដែលតែងតែគាំទ្រគឺ model PSP 9800ជា model ដែលផ្ទុះពេញនិយមលក់ដាច់ខ្លាំងមានការគាំទ្រគ្រប់បណ្ដាសំណាក់អតិថិជនមិនថាក្នុងទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តផងដែរជាប្រភេទម៉ាស៊ីនរាប់លុយ version ចុងក្រោយចេញក្នុងឆ្នាំ2024នេះដែលជាប្រភេទរាប់ចម្រុះទឹកប្រាក់ចូលគ្នាមានមុខងារពិសេសជាច្រើនរូបរាងម៉ាស៊ីនធន់មាំមានតម្រដោតតុបសម្រាប់រាប់លុយសេរីទំហំលុយតូចលុយធំងាយស្រួលឲ្យបងប្អូនរាប់មក smooth ល្អមានអាវសម្រាប់ក្របការពារដីហុយផងដែរបន្ថែមនៅដៃសម្រាប់ញឹងងាយស្រួលបងប្អូនយកទៅតាមគ្រប់ទីកន្លែងធន់មាំល្អតោះឥឡូវធ្វើការរាប់លុយជាមួយនាងខ្ញុំទាំងអស់គ្នានេះគឺជាក្រដាសប្រាក់លុយខ្មែរចម្រុះចូលគ្នាមិនថាក្រដាសប្រាក់ 10000 20000 15000 30000 50000 ឬ 100,000 ដែលលាយចម្រុះចូលគ្នាបងប្អូនអាចរាប់ភ្លាមសរុបទាំងសន្លឹកនិងទឹកប្រាក់តែម្ដងការរាប់លុយមក smooth ល្អច្បាស់លាស់ត្រឹមត្រូវមានក្រដាសប្រាក់បង្ហាញនៅលើ screen នឹងតែម្ដងមានប្រភេទអ្វីខ្លះសរុប total ចំនួនទឹកប្រាក់សរុបផងដែរអញ្ចឹងងាយស្រួលសម្រួលការងារបងប្អូនមែនទែនរហ័សទាន់ចិត្តសុវត្ថិភាពផងដែរបងប្អូនអាចរាប់បានច្រើនប្រភេទប្រទេសលុយដែលបងប្អូនចង់រាប់លើម៉ាស៊ីនបានជាច្រើនមិនថាលុយខ្មែរដុល្លារចិនវៀតណាមសិង្ហបុរីជប៉ុនអូស្ត្រាលីដុល្លារហុងកុងទៅបានច្រើនប្រទេសមែនទែនណាឥឡូវយើងបន្តធ្វើការរាប់ជាមួយនឹងលុយដុល្លារវិញលុយដុល្លារក៏រាប់ចម្រុះចូលគ្នាបែបហ្នឹងដែរលុយដុល្លាររាប់មក smooth ល្អច្បាស់លាស់ត្រឹមត្រូវដូចគ្នាហើយសរុបទាំងសន្លឹកសរុបទាំងទឹកប្រាក់64សន្លឹក625មានចម្រុះក្នុងនឹងតែម្ដងអញ្ចឹងងាយស្រួលមែនទែនលឿនមែនទែនចំណេញពេលវេលាចំពោះរូបរាងម៉ាស៊ីនមាំល្អកប៉ាល់ដែលធាក់ចុះមកទលាជាងមុនជាប្រភេទ version ចុងក្រោយនេះគឺទលាងាយស្រួលក្នុងការដែលបងប្អូនរាប់មកលុយបានច្រើនចំនួនវាមិនឆ្អៀតក្នុងការដែលបងប្អូនធ្វើការរាប់លុយមកច្រើនធាក់មកណែនបន្តគ្នាអញ្ចឹងណាហើយយើងអាចថាច់នៅលើ screen ក៏បានចុចនៅលើបេតុងក៏បានដូចខ្ញុំធ្វើការបង្ហាញអញ្ចឹងមានមុខងារជាច្រើនសម្រាប់បំពេញតម្រូវការបងប្អូននេះគ្រាន់តែជាការបង្ហាញត្រួសតែប៉ុណ្ណោះជាមួយរូបរាងសាច់ម៉ាស៊ីនគុណភាពគឺធានាជូនតែម្ដងល្អប្រើសម្រាប់បងប្អូនដែលគាត់មានតម្រូវការជាច្រើនចូលមកការធ្វើតេស្តការចាប់ក្រដាសប្រាក់คล้ายលុយខ្មែរក្រដាសប្រាក់ក្រដាស 20000 ដែលសម្បូរមែនទែនចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនេះគឺជាការរាប់លុយម៉ាស៊ីនរាប់លុយអត់ទទួលទេលោតសញ្ញាកូដក្រហមជាប្រភេទលុយคล้ายអញ្ចឹងម៉ាស៊ីនរាប់លុយលោតកូដចាប់មិនឲ្យបងប្អូនទទួលយកទេដូរទៅអតិថិជនបងប្អូនវិញការរាប់លុយដែលសុទ្ធគឺរាប់មក smooth ល្អចំពោះក្រដាសប្រាក់คล้ายពីរសន្លឹកដែលម៉ាស៊ីនយើងចាប់បានបងប្អូនអាចប្រៀបធៀបគ្នាបានគឺសឹងតែថាស្តៀងមែនទែនពេលដែលយើងមើលនឹងភ្នែកទេអញ្ចឹងទាំងខ្សែពន្លឺលុយអីគឺដូចគ្នាដូច្នេះបងប្អូនធ្វើការប្រុងប្រយ័ត្នជាច្រើនបើសិនជាបងប្អូនមានម៉ាស៊ីនរាប់លុយមួយបងប្អូននឹងសុវត្ថិភាពហើយចំណេញពេលវេលាទៀតបន្តមកការចាប់លុយคล้ายក្រដាសប្រាក់ 50000 នេះក៏ដូចគ្នាផងដែរក្រដាស 50000 រឹតតែដូចទៀតជាមួយនឹងក្រដាស 50000 សុទ្ធគឺទាំងខ្សែលុយទាំងសន្លឹកលុយទាំងពន្លឺអីគឺស្តៀងគ្នាមែនទែនដូច្នេះហើយគឺម៉ាស៊ីនរាប់លុយខាងយើងអត់ទទួលទេគឺចាប់ឲ្យបងប្អូនដកចេញដូរទៅអតិថិជនបងប្អូនបើបងប្អូនមានអារម្មណ៍ថាសង្ស័យចំណែកនេះគឺជាការតេស្តលុយក្រដាសប្រាក់លុយខ្មែរដែរក្រដាស 10000 នេះ 10000 សេរីចាស់ 10000 คล้าย 10000 សេរីថ្មីរាប់បញ្ចូលគ្នាអញ្ចឹង 10000 คล้ายសេរីចាស់នោះម៉ាស៊ីនអត់ទទួលទេលោតសញ្ញាឲ្យដកចេញដូចគ្នាបន្តធ្វើការចាប់លុយคล้ายក្រដាសប្រាក់ដុល្លារម្ដងអញ្ចឹងបងប្អូនអាចធ្វើការមើលជាមួយនឹងការរាប់តេស្តជាក់ស្ដែងបានផងដែរការរាប់លុយคล้ายមិនថាក្រដាសប្រាក់លុយខ្មែរឬក៏លុយដុល្លារបងប្អូនឃើញហើយជាក់ស្ដែងគឺអត់ទទួលទេម៉ាស៊ីនរាប់លុយគឺលោតសញ្ញាកូដចាប់ដកចេញអញ្ចឹងការដែលបងប្អូនរាប់លុយដែលមិនមែនក្រដាសប្រាក់คล้ายលុយសុទ្ធគឺរាប់មក smooth ល្អច្បាស់លាស់ត្រឹមត្រូវតែម្ដងបន្ថែមនៅជាមួយនឹងម៉ាស៊ីន print receipt print ជាមួយនឹងតនន័យដែលបងប្អូនធ្វើការរាប់បាញ់មិញហ្នឹងបញ្ជាក់នៅនឹងច្បាស់តែម្ដងហើយបន្ថែមទៅទៀតបើបងប្អូនចង់ធ្វើការរាប់ជាមួយលេខកូដលុយដុល្លារ sale លេខកូដលុយដុល្លារ print លេខកូដលុយដុល្លារទុកជាភស្តុតាងបានទៀតផងដែរអញ្ចឹងពិសេសមែនតើណាជាមួយនឹងប្រភេទម៉ាស៊ីនរាប់លុយរបស់យើងប្រភេទ version ថ្មីនេះអញ្ចឹងបងប្អូនឃើញហើយយើង print ជាមួយ receipt ចេញមកមានតែតនន័យទាំងអស់សរុប total ថ្ងៃខែម៉ោងជាមួយនឹងលេខកូដលុយផ្ទៀងផ្ទាត់ផងដែរអញ្ចឹងបងប្អូនអាចទុកចិត្តបានមែនតើជាមួយនឹងការរាប់លុយម៉ាស៊ីនរាប់លុយខាងយើងមានមុខងារពិសេសជាច្រើនបន្តចូលមកការរាប់មុខងារមួយទៀតនេះគឺមុខងារត្រឡប់មុខលុយដូចគ្នាពេលខ្លះយើងធ្វើការរៀបលុយតម្រៀបហើយប៉ុន្តែវាមានក្រដាសប្រាក់ខ្លះត្រឡប់មកអត់ដូចគ្នាអញ្ចឹងយើងត្រូវការចាក់បញ្ជាក់ដើម្បីរៀបចំឲ្យ smooth ស្អាតដូចក្នុងវីដេអូខ្ញុំបង្ហាញហ្នឹងអញ្ចឹងយើងអាចប្រើមុខងារត្រឡប់មកលុយដូចគ្នាវិញបានចូលមកកាន់មុខងារបាច់មុខងារដែលចង់កំណត់ចំនួនសន្លឹកគឺកាន់តែពិសេសទៀតបងប្អូនភាគច្រើនក៏មានតម្រូវការមែនតើចំពោះមុខងារហ្នឹងណាដូចខ្ញុំធ្វើការឧទាហរណ៍អញ្ចឹងខ្ញុំចាក់ក្រដាសប្រាក់ 20000 ចំនួន50សន្លឹកដោយសារខ្ញុំចង់បានមួយខ្ទាស់ហ្នឹង2លានអញ្ចឹងខ្ញុំអាចប្រើមុខងារហ្នឹងបានហើយយើងអាចប្រើប្រមាណសន្លឹកក៏បានដែរតាមតម្រូវការប្រភេទលុយដែលបងប្អូនធ្វើការរាប់នឹងខ្ទាស់ស្រួលរៀបចំទុកដាក់បិទបញ្ជីចុងថ្ងៃឬរៀបចំទុកដាក់ទៅធនាគារអីអញ្ចឹងណាចាចាំបងប្អូនអាចប្រើមុខងារបាច់នេះបានលឿនសម្រួលពេលវេលាហើយនេះគឺជាការរាប់លុយបាតបងប្អូនខ្លះគាត់សួរខ្ញុំថារាប់លុយបាតបាន smooth អត់ឥឡូវខ្ញុំធ្វើការបង្ហាញបងប្អូនការរាប់លុយបាត smooth ល្អមែនតើអញ្ចឹង100សន្លឹក 100,000 បាតបងប្អូនអាចធ្វើការរាប់ចម្រុះក៏បានរាប់សុទ្ធបាញ់មិញក៏បានដូចខ្ញុំបង្ហាញនឹងអញ្ចឹងណាអញ្ចឹងនេះជាការរាប់មិត្តលុយចូលគ្នាវិញហើយបងប្អូនពេលដែលយើងរាប់បែបនេះម៉ាស៊ីនគឺលោតសញ្ញាក្រហមអញ្ចឹងមានន័យថាលុយហ្នឹងគឺលុយអត់ទទួលទេលុយคล้ายអញ្ចឹងបងប្អូនអាចដកចេញឬក៏យកមកឆាយបន្ថែមករណីលុយអត់ប្រក្រតីអីអញ្ចឹងណាចាអញ្ចឹងវាមានអត្ថប្រយោជន៍ច្រើនមែនតើចំពោះមុខងារម៉ាស៊ីនរាប់លុយនេះណាបើបងប្អូនមានចម្ងល់